លុយមិនមែនជាគ្រប់យ៉ាងក្នុងជីវិតកុំឲ្យលុយគ្រប់គ្រងជីវិតនិងគុណតម្លៃផ្ទាល់ខ្លួនចេះរកលុយដើម្បីរស់មិនមែនរស់ដើម្បីលុយលុយគឺជាថ្នាំល្អដែលជួយសង្គ្រោះជីវិតក៏ប៉ុន្តែក៏ជាថ្នាំពុលដែលធ្វើឲ្យមនុស្សបោះបង់ចោលសាច់ញាតិលុយគឺជាកញ្ចក់ឆ្លុះមើលចិត្តស្នេហាហើយក៏ជាដុំមាសសាកល្បងចរិតមនុស្សដែរលុយគ្មានចរិតតែវាអាចផ្លាស់ប្ដូរចរិតមនុស្សជាច្រើនលុយគ្មានជំហរតែវាធ្វើឲ្យមនុស្សជាច្រើនផ្លាស់ប្ដូរជំហរលុយគ្មានខុសត្រូវតែវាធ្វើឲ្យមនុស្សជាច្រើនលែងដឹងខុសត្រូវមនុស្សដើមឡើយគឺសម្រាប់ស្រឡាញ់លុយដើមឡើយគឺសម្រាប់ប្រើប្រាស់ពេលខ្លះទំនាក់ទំនងคล้ายជាច្របូកច្របល់ព្រោះតែលុយត្រូវបានគេយកមកស្រឡាញ់ហើយមនុស្សត្រូវបានគេយកមកប្រើប្រាស់ហេតុនេះទើបមានការបោះបង់គ្នាក្រោយពេលបានប្រយោជន៍ឆ្លងទឹករួចរុះស្ពានចោលយកលុយជាជីវិតគ្មានចំណុចចាប់ផ្ដើមនៃគោលបំណងគ្រប់យ៉ាងបានប្រែប្រួលរសជាតិទៅហើយទោះបីលុយសំខាន់មែនតែវាមិនអាចធ្វើអ្វីបានទាំងអស់ទេហើយក៏មិនមែនជាគោលដៅនៃជីវិតដែរវាគ្រាន់តែជាមធ្យោបាយមួយដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលតែប៉ុណ្ណោះហើយទស្សនៈរបស់មនុស្សម្នាក់ចំពោះលុយទៅវិញទេដែលសំខាន់ជាងសម្រាប់ជីវិតដែលនៅសេសសល់